ប្រែពីរុនដែលចេះសាន់ជ័យសេរីមង្គលឈូងខ្លាំងដែលពុកម៉ែបងប្អូនបកជាស្គាល់ហើយដែលជាទូកល្បីល្បាញមួយគ្រឿងដែរប្រចាំខេត្តព្រៃវែងដែលសពថ្ងៃគឺស្ថិតនៅក្នុងវត្តសេរីមង្គលឈូងខ្លាំងតែម្ដងហើយឮដំណឹងថាទៅតែកែសម្រួលខ្លះដែរប៉ុន្តែបច្ចុប្បន្នក៏កំពុងតែឡើងគំនូប្រហែលជាហើយតែមើលដោយសារតែខ្ញុំបានឃើញពីបងប្អូននៅក្នុង TikTok ក៏គាត់បានបង្ហោះនឹងការចែកចម្លែកតាក់ទងជាមួយនឹងទូកប្រេះពីរុននេះច្រើនមែនតើដោយដែលពុកម៉ែបងប្អូនបានឃើញគឺថាគំនូស្អាតខ្លាំងមែនតើហើយមានរូបលោកតាគាត់កាន់ដំបងនិយាយពីក្បាច់នៅច្រកកវិញគឺថាប្លែកមែនតើពុកម៉ែបងប្អូនទាំងគ្នាហើយនៅខាងក្រោយឯណាវិញគឺមានកន្ទុយហងជាប់ដោយកណ្ដឹងទៀតផងនិយាយទៅគឺថាប្លែកគំនូប្រភេទនេះខ្ញុំរងចាំមើលថាក្នុងឆ្នាំ2026នេះបើសិនជាមានកម្មវិធីតែទូកងោដែលមានឈ្មោះថាព្រះពិរុនសែនជ័យសេរីមង្គលឈូងខ្លាំងនេះអាចនឹងទៅចូលរួមនៅក្នុងកម្មវិធីដែរទេហើយចង់ដឹងលបឿនថាទៅពេលដែលជួសជុលហើយពេលឡើងគំនូថ្មីនេះហើយទៀតតើលបឿនវាពិសេសយ៉ាងណាដែរព្រោះដោយសារតែកំឡុងប្រហែលឆ្នាំមុនគេថាធ្វើឲ្យក្រៅនៅខាងស្វាយរៀងម្ដងហើយចឹងយើងរងចាំមើលដល់អញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នេះទេអរគុណពុកម៉ែបងប្អូនទាំងគ្នាមែនទែនដែលបានចូលរួមតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច Subscribe នៅផងហើយមានដំណឹងអ្វីអាច comment នៅខាងក្រោមវីដេអូបានអរគុណច្រើន